បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel PNew ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី8នៃខែតុលាឆ្នាំ2025ហើយក្នុងថ្ងៃនេះខ្ញុំបង្វែរអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមករីករាយសម្ដាប់នៅព័ត៌មានថ្មីដែលខ្ញុំបានដំណឹងល្អបងប្អូនណាចេញពីអន្តរជាតិដើម្បីយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងបញ្ហារវាងកម្ពុជានិងថៃបងប្អូនណាបញ្ហាព្រំដែនរវាងកម្ពុជានិងថៃមកទល់នឹងពេលនេះបងប្អូនពិតជាដឹងហើយថាបញ្ហាព្រំដែនរវាងកម្ពុជានិងថៃមកទល់នឹងពេលនេះគឺក្តៅកគុកបងប្អូនណាក្តៅកគុកគ្មានថ្ងៃណាត្រជាក់ទេពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះមកទល់នឹងពេលនេះយើងនឹងទទួលបានដំណឹងល្អនៅក្នុងខែ10នេះតែម្ដងពាក់ព័ន្ធជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំប្រកាសខ្លួនចូលរួមកិច្ចប្រជុំអាស៊ានដើម្បីចុះហត្ថលេខាបញ្ចប់ចំនួនកម្ពុជានិងថៃណាបងប្អូនបញ្ចប់ចំនួនកម្ពុជានិងថៃដូច្នេះវាជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជាហើយក៏ជាដំណឹងល្អមួយសម្រាប់ប្រទេសម៉ាឡេស៊ីដែរព្រោះប្រទេសម៉ាឡេស៊ីបងប្អូនជាអ្នកបើកឆាកក្នុងកិច្ចប្រជុំកំពូលអាស៊ានហើយឥឡូវនេះមានប្រធានាធិបតីដ៏ធំនឹងបានមកចូលរួមទៀតវាជាកិច្ចកិត្តិយសមួយបងប្អូនណាវាជាកិត្តិយសមួយសម្រាប់ប្រទេសម៉ាឡេស៊ីមែនទែនដូច្នេះមិនទាន់មានប្រទេសណាមួយដែលបើកកិច្ចប្រជុំអាស៊ានហើយមានប្រធានាធិបតីដ៏ធំនេះមកចូលរួមទេនេះជារឿងមួយបងប្អូនណានេះជារឿងមួយជារឿងដ៏ត្រេកអរសម្រាប់កម្ពុជាប៉ុន្តែបងប្អូនហើយក៏ជារឿងមួយដ៏លំបាកសម្រាប់ប្រទេសម៉ាឡេស៊ីដែរហេតុអ្វីបានខ្ញុំនិយាយដូច្នោះបងប្អូនហេតុអ្វីបានខ្ញុំនិយាយដូច្នោះឥឡូវយើងទៅតាមដានព័ត៌មាននេះលម្អិតបងប្អូននឹងដឹងថាវាជារឿងលំបាកសម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមែនតើមកទល់នឹងពេលនេះពីពេលកន្លងមកខ្ញុំបានធ្លាប់លើកយកព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងលោកអ៊ីប្រាហ៊ីមណាបងប្អូនលោកអាន់រ៉ាអ៊ីប្រាហ៊ីមគឺបានធ្វើលិខិតអញ្ជើញណាបងប្អូនប្រធានាធិបតីធំដល់ទៅ4រូបបងប្អូនដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានបងប្អូនណាកិច្ចប្រជុំកំពូលសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍យើងហៅកាត់ថាអាស៊ានហើយក្នុងនោះបងប្អូនក៏មានប្រធានាធិបតីធំ2ដែរបងប្អូននៅលើពិភពលោកនេះបងប្អូនណាហើយខ្លាជក់តោហើយបងប្អូនណាគឺលោកដូណាល់ត្រាំទី1ដែលលោកអ៊ីប្រាហ៊ីមបានធ្វើលិខិតអញ្ជើញទី2គឺពាក់ព័ន្ធជាមួយនឹងលោកស៊ីនជីនពីងបងប្អូនណាប៉ុន្តែអ្វីដែលសំខាន់ខ្ញុំថាជាទុករបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនោះបងប្អូនយល់យ៉ាងណាឥឡូវយើងទៅលំអិតតែម្ដងដោយសារតែលោកដូណាល់ត្រាំបងប្អូនណាគឺធ្វើបែបនេះដូចជាកំពុងតែយកទុកទៅឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយឥឡូវនេះយើងទៅលំអិតតែម្ដងបងប្អូននឹងយល់អំពីអត្ថបទដែលខ្ញុំចង់និយាយលោកដូណាល់ត្រាំបានប្រកាសខ្លួនណាបងប្អូនថានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានដើម្បីចុះហត្ថលេខាបញ្ចប់ចំនួនរវាងកម្ពុជានិងថៃណាបងប្អូនតែហាមមិនឲ្យចិនចូលរួមទេណាបងប្អូនយល់ប៉ុណ្ណឹងយល់ហើយបងប្អូនណាយល់ហើយថាហេតុអ្វីបានខ្ញុំនិយាយថាជាទុកលំបាកទៅដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបងប្អូនគ្រាន់តែឮនៃ caption អត្ថបទនេះបងប្អូនពិតជាដឹងហើយថាវាជាផលលំបាកមួយសម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមែនទែនឥឡូវនេះយើងតទៀតបងប្អូនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំមានបំណងចង់ចូលរួមកិច្ចប្រជុំកំពូលសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននៅប្រទេសម៉ាឡេស៊ីណាបងប្អូននៅចុងខែនេះដើម្បីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃបើយោងតាមប្រភពបងប្អូនណាបើយោងតាមប្រភពចំនួន3ដែលស្នើមិនបញ្ចេញឈ្មោះទេបានដាក់លក្ខខណ្ឌលើការចូលរួមរបស់លោកដូណាល់ត្រាំក្នុងកិច្ចប្រជុំអាស៊ាននៅថ្ងៃទី26និងថ្ងៃទី28ខែតុលាគឺតម្រូវឲ្យរដ្ឋាភិបាលម៉ាឡេស៊ីនឹងអនុញ្ញាតឲ្យលោកធ្វើជាអធិបតីលើពិធីចុះហត្ថលេខាផ្លូវការនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃលោកដូណាល់ត្រាំបានអះអាងថាលោកមានតួនាទីក្នុងការសម្រេចណាបងប្អូនក្នុងការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរកាលពីខែកក្កដាដោយអួតថាលោកគឺជាប្រធានាធិបតីសន្តិភាពបងប្អូនប្រធានាធិបតីសន្តិភាពនេះបងប្អូនគឺកម្ពុជាយើងអ្នកដាក់ឲ្យបងប្អូនល្អណាស់ the best បើយោងតាមប្រភពលើកឡើងពីសំណើស្នើសុំជាពិសេសអ្នកដែលរៀបចំកិច្ចប្រជុំកំពូលណាបងប្អូន
ឲ្យដកមន្ត្រីចិនចេញពីពិធីចុះហត្ថលេខានោះតែម្ដងអូនេះជាសំណើរបស់លោកដូណាល់ត្រាំណាបងប្អូនការរក្សាប្រទេសចិនឲ្យនៅក្រៅព្រឹត្តិការណ៍នោះគឺដើម្បីធានាថាការចាប់អារម្មណ៍នឹងផ្ដោតទៅលើលោកដូណាល់ត្រាំហើយក៏បានកាត់បន្ថយតួនាទីរបស់ទីក្រុងប៉េកាំងនៅក្នុងការសម្របសម្រួលរវាងបាងកកនិងភ្នំពេញអត្ថន័យនៅក្នុងទីនេះលោកចង់និយាយថាលោកគឺជាប្រធានាធិបតីសន្តិភាពដើម្បីចុះមកណាបងប្អូនចុះកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដូច្នេះកាលណាដែលលោកចុះមកធ្វើចុះហត្ថលេខាហើយស្រាប់តែក្នុងហ្នឹងមានភាគីចិនចូលរួមដែរវាបាត់អ្វីដែលជាអំណះអំណាងរបស់លោកណាបងប្អូនបើយើងនិយាយទៅគេហៅថាបាត់គេឈ្មោះឬក៏បាត់ranking របស់លោកណាបងប្អូនណាមានពាក់ព័ន្ធមួយចិនឥឡូវយើងតទៀតបងប្អូនតម្រូវការរបស់លោកដូណាល់ត្រាំបានដាក់ឲ្យប្រទេសម៉ាឡេស៊ីស្ថិតនៅក្នុងភាពលំបាកហើយនេះជាអ្វីដែលខ្ញុំនិយាយខាងលើណាបងប្អូនណាតម្រូវការរបស់លោកដូណាល់ត្រាំដែលដាក់ខាងលើនេះគឺកំពុងតែធ្វើឲ្យស្ថានភាពប្រទេសម៉ាឡេស៊ីនឹងជួបការលំបាកហើយសម្រាប់មួយផ្នែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់រ៉ាអ៊ីប្រាហ៊ីមបាននិយាយរួចទៅហើយកាលពីខែកក្កដាថាការចូលរួមរបស់លោកដូណាល់ត្រាំគឺជារឿងសម្រេចដោយរួចរាល់ហើយម្យ៉ាងទៀតបើលោកអានរ៉ាយល់ព្រមតាមសំណើរបស់លោកដូណាល់ត្រាំនោះនឹងប្រឈមនឹងហានិភ័យនៃការបង្ហាញខ្លួនថាលោកកំពុងតែយកចិត្តទុកដាក់ជាមួយនឹងប្រធានាធិបតីអាមេរិកជាងប្រធានាធិបតីស៊ិនជីនពីងបងប្អូនណាប្រធានាធិបតីចិនហើយដូច្នេះធ្វើឲ្យលោកអានរ៉ាគឺអាចនឹងបាត់បង់ប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ីបងប្អូនណានៅក្នុងប្រទេសម៉ាឡេស៊ីនេះជារឿងដ៏លំបាកមួយតែខ្ញុំក៏លើកទឹកចិត្តរបស់លោកអានរ៉ាដែរដោយសារតែបានលោកអានរ៉ាទេទើបអ្វីៗគ្រប់យ៉ាងអាចដំណើរការមកដល់ពេលនេះបងប្អូនណាដូច្នេះខ្ញុំសូមលើកទឹកចិត្តលោកអានរ៉ាពីចម្ងាយឥឡូវនេះយើងបន្តទៅទៀតបងប្អូនលោកដូណាល់ត្រាំមានមហិច្ឆតាក្នុងការឈ្នះពានរង្វាន់ Nobel សន្តិភាពក្លាយជាកម្លាំងជំរុញនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកទាំងដែលរាជរដ្ឋាភិបាលប៉ាគីស្ថាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបែនយ៉ាយ៉ាមីននេតានយ៉ាហ៊ូនិងលោកនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនម៉ាណែតសុទ្ធតែបានតែងតាំងលោកដូណាល់ត្រាំនឹងសម្រាប់ពានរង្វាន់ Nobel សន្តិភាពក្នុងឆ្នាំ2025នេះតែម្ដងហើយការទាមទាររបស់លោកដូណាល់ត្រាំនឹងធ្វើឲ្យលោកអានរ៉ាត្រូវប្រុងប្រយ័ត្នខ្ពស់ព្រោះលោកកំពុងតែស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលសង្ឃឹមថានឹងបន្ថយពន្ធបច្ចុប្បន្ន 19% លើទំនិញនាំចូលម៉ាឡេស៊ីប៉ុន្តែទីក្រុងកូឡាឡាំពួរមិនចង់ធ្វើឲ្យទីក្រុងប៉េកាំងមិនសប្បាយចិត្តនោះទេនេះបងប្អូននេះជារឿងមួយដ៏ធំដោយសារប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនិងជាប្រភពវិនិយោគបរទេសដ៏សំខាន់សម្រាប់ប្រទេសម៉ាឡេស៊ីដូចគ្នាអូយបងប្អូនហើយចុះទឹកក្រពើឡើងលើខ្លាហើយពេលនេះតែយ៉ាងណាក៏សូមលើកទឹកចិត្តណាបងប្អូនប្រទេសម៉ាឡេស៊ីពីចម្ងាយដោយសារតែបានប្រទេសម៉ាឡេស៊ីកាលណាដែលលោកប្រធានាធិបតីដូណាល់ត្រាំមកចុះកិច្ចព្រមព្រៀងមែនខ្ញុំគិតថាថៃណាបងប្អូនខ្ញុំគិតថាថៃអាចនឹងរួញឆ្អឹងខ្នងបន្តិចណាបងប្អូនអាចនឹងរួញឆ្អឹងខ្នងបន្តិចព្រោះឥឡូវនេះកំពុងតែឡើងចាងសម្បើមណាស់ដូច្នេះលោកប្រធានាធិបតីដូណាល់ត្រាំមកខ្ញុំគិតថាអាចនឹងរួញឆ្អឹងខ្នងបន្តិចមើលទៅបងប្អូនណាទាំងមេដឹកនាំថៃនិងកម្ពុជាបានទទួលស្គាល់ការជួយអន្តរាគមន៍របស់លោកដូណាល់ត្រាំនៅក្នុងការបញ្ចប់ចំនួនព្រំដែនដែលបានសម្លាប់មនុស្សបង្ខំឲ្យជនស៊ីវិលនឹងចាក់ចេញពីផ្ទះចំនួន 30,000 នាក់បងប្អូនណាលោកដូណាល់ត្រាំបានអះអាងថាការដាក់សម្ពាធដោយការគំរាមបង់ពន្ធយ៉ាងខ្លាំងគឺជាកត្តាសំខាន់ក្នុងការបញ្ចប់ការប្រយុទ្ធគ្នាសម្រាប់ប្រទេសទាំងពីរទោះជាយ៉ាងណាភាពថិតថេរនៃសន្តិភាពណាបងប្អូននៅតែមិនច្បាស់លាស់ដោយសារតែកងទ័ពថៃនិងកម្ពុជាបានបាញ់តបតគ្នារយៈពេលខ្លីកាលពីខែមុនហើយការបដិសេធរបស់ថៃក្នុងការបើកច្រកព្រំដែនឡើងវិញក៏បានគូបញ្ជាក់ពីកម្រិតនៃការមិនចោះសម្រុងគ្នាឬក៏ការមិនទុកចិត្តគ្នាបន្តទៅទៀតរវាងប្រទេសទាំងពីរនេះជាប្រភពសារព័ត៌មានមួយដែលដកស្រង់ចេញពី Politico បងប្អូនណាប្រភពសារព័ត៌មានបរទេស Politicoដូច្នេះហើយអ្វីដែលខ្ញុំលើកឡើងខាងលើបងប្អូនអ្វីដែលយើងគួរឲ្យព្រួយបារម្ភពេលនេះគឺប្រទេសម៉ាឡេស៊ីខ្ញុំសង្ឃឹមថាលោកស៊ិនជីនពីងនៅក្នុងថ្ងៃនឹងលោករវល់ឬក៏មិនបានយកចិត្តទុកដាក់អំពីកិច្ចប្រជុំអាស៊ាននេះទៅចោះប៉ុន្តែកាលណាបើលោកឲ្យមន្ត្រីឬក៏លោកមកចូលរួមផ្ទាល់ខ្ញុំគិតថាបងប្អូនហើយប្រហែលជាមានរឿងវែងឆ្ងាយទៀតហើយខ្ញុំនឹងរងចាំអាប់ដេតជូនបងប្អូនពាក់ព័ន្ធជាមួយនឹងករណីនេះតើលោកស៊ិនជីនពីងណាបងប្អូននឹងឆ្លើយតបយ៉ាងណាចំពោះ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយនឹងឆ្លើយតបយ៉ាងណាចំពោះការស្នើសុំឬក៏ការប្រកាសរបស់លោកប្រធានាធិបតីដូណាល់ត្រាំតែម្ដងដូច្នេះវាជារឿងមួយដ៏ក្តៅកគុកណាបងប្អូនដ៏ក្តៅកគុកមែនទែនហើយខ្ញុំសង្ឃឹមថាអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងបងប្អូនណាអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងប្រសិនបើបានចូលរួមទាំងពីរហើយសហការគ្នាជួយបញ្ចប់ចំនួនកម្ពុជានិងថៃខ្ញុំគិតថាយើងនឹងឆាប់បានសន្តិភាពឆាប់បងប្អូនណាដូច្នេះគឺជាដំណឹងល្អមួយសម្រាប់កម្ពុជាដែលក្នុងខែតុលានេះយើងនឹងទទួលបានថ្នាក់ដឹកនាំដ៏ធំមួយដើម្បីចូលមកសម្របសម្រួលនិងចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃជាពិសេសបញ្ហាព្រំដែននឹងតែម្ដងនឹងកំណត់បែបណាបងប្អូនខ្ញុំស្នើសុំតែមួយទេស្នើសុំឲ្យលោកដូណាល់ត្រាំនឹងចាត់តាំងមន្ត្រីឬក៏អ្នកណាក៏ដោយបងប្អូនណាតុលាការណាមួយចុះមកត្រួតពិនិត្យព្រំដែនឲ្យច្បាស់លាស់ហើយធ្វើការបោះបង្គោលទាំងអស់តែម្ដងបងប្អូនណាបោះបង្គោលសម្រាប់តែម្ដងព្រោះខ្ញុំគិតថាអ្វីគ្រប់យ៉ាងថៃមិនដំណើរការទៅតាមនាយករដ្ឋមន្ត្រីដូណាល់ត្រាំទេណាបងប្អូនលោកប្រធានាធិបតីដូណាល់ត្រាំទេខ្ញុំគិតថាថៃថ្ងៃក្រោយទៅប្រកាសជាកិច្ចវេះពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងទៀតដូច្នេះថៃមិនសូវខ្លាចទេបងប្អូនដោយសារតែថៃមានពាណិជ្ជកម្មច្រើនដៃគូច្រើនមិនត្រឹមតែដឹកទៅអាមេរិកទេដូច្នេះដៃគូពាណិជ្ជកម្មថៃច្រើនគ្រប់ប្រទេសដូច្នេះគេមិនសូវជាខ្លាចអាមេរិកទេបងប្អូនអ្វីដែលសំខាន់ឥឡូវនេះគេកំពុងតែមានសភាអាវុធនឹងទំនើបល្អច្រើនទៀតដូច្នេះគេកំពុងតែឡើងចាងប្រសិនបើដល់ថ្ងៃដែលប្រជុំបានលោកដូណាល់ត្រាំបងប្អូនណាដាក់មកកញ្ញពីរកញ្ញទៅលើថៃទៀតខ្ញុំរឹតតែសប្បាយចិត្តបន្ថែមបងប្អូនណាហើយបើបានលោកដូណាល់ត្រាំហោះចេញពីនឹងមកលេងអង្គរវត្តបងប្អូនណាមកលេងអង្គរវត្តយើងមិនដែរបងប្អូនអូយបងប្អូនហើយបងប្អូនបើសិនជាអាចបងប្អូនជួយ comment ណាបងប្អូនណាដូណាល់ត្រាំ visit អង្គរវត្តបងប្អូនណា Cambodia the best ណាបងប្អូនជឿទេបងប្អូនណាល្បីផ្អើរន្ទឺវាជារឿងឱកាសមួយដូច្នេះហើយអូជារឿងមួយដ៏ល្អណាស់បងប្អូនប្រសិនជាអាចខ្ញុំគិតថាការដិតដាមរបស់លោកដូណាល់ត្រាំជាមួយកម្ពុជានេះខ្ញុំរំពឹងថាលោកនឹងអាចមកទស្សនាកម្ពុជាណាបងប្អូនបញ្ចប់ពេលដែលបញ្ចប់ពីការប្រជុំនៅម៉ាឡេស៊ីឬក៏យ៉ាងណាដូច្នេះហើយបងប្អូនសម្រាប់អត្ថបទក្នុងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងក៏ដល់ទីបញ្ចប់ដែរសម្រាប់អត្ថបទនេះប្រសិនបើមានពាក្យពេចន៍ត្រង់ណាដែលខ្ញុំនិយាយទៅមានពាក្យពេចន៍ឆ្គងឬក៏លើសលួសក៏សូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសចំពោះខ្ញុំបាទផងហើយប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចជួយចុច like ជួយចុច subscribe ដើម្បីទទួលបាននៅវីដេអូបន្តពីខ្ញុំបាទទាំងអស់គ្នានៅក្នុងពេលនេះខ្ញុំបាទ P New ក៏សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណបងប្អូន